មានបងម្នាក់គាត់អត់ comment ទេអញ្ចឹងគាត់ឆាតមកសួរហ្មងហើយសួរម្ដង6សំណួរទៀតអញ្ចឹងគាត់ comment ទៅឃើញលោកឃើញច្រើនណាឥឡូវមកឆ្លើយម្ដងមកសំណួរទី1គាត់សួរថាបើសិនជាអាជីវកម្មហ្នឹងលែងមានអ្នកបន្តជំនាន់អាចត្រូវបិទទ្វារដែរឬទេចម្លើយមាន2ចម្លើយទី1ត្រូវបិទទ្វារទាំងស្រុងក្នុងករណីដែលឪពុកម្ដាយរបស់គាត់មានជំងឺឬក៏សុខភាពរបស់គាត់អត់ល្អហើយគាត់មានវ័យជរាហើយកូនគាត់មានអ្នកតទៀតអញ្ចឹងចង់ត្រូវបិទទ្វារហើយចម្លើយមួយទៀតគាត់នៅបន្តអាជីវកម្មហ្នឹងធម្មតាតែគាត់ត្រូវធ្វើការជ្រើសរើសអ្នកគ្រប់គ្រងដើម្បីមកជួយសម្រាលបន្ទុកការងារឲ្យគាត់អញ្ចឹងគាត់អាចមើលពីលើនៅអ្នកគ្រប់គ្រងគេធ្វើអញ្ចឹងទៅពេលដែលគាត់មានកម្លាំងឬក៏មានសមត្ថភាពអាចដឹកនាំគេបានហ្នឹងណាហើយបន្ទាប់មកទៀតគាត់អាចសម្លឹងរកមើលដៃគូសហការថាតើមានដៃគូសហការណាដែលគេចាប់អារម្មណ៍ជាមួយនឹងអាជីវកម្មហ្នឹងបើសិនជាគាត់អត់ចង់ជួលអញ្ចឹងគាត់សហការជាមួយគេធម្មតាទេត្រូវធ្វើការចែកនៅផលចំណេញឲ្យទៅគេដែរបានន័យថាបើចំណេញ 100% គាត់ត្រូវចែកម្នាក់50អញ្ចឹងទៅឬក៏ចែកម្នាក់30 40អីហ្នឹងទៅតាមការចរចាជាក់ស្ដែងហើយជំរើសចុងក្រោយបើអាជីវកម្មរបស់គាត់មានកេរ្តិ៍ឈ្មោះដំណើរការល្អមិនខ្វះអ្នកចង់បាននេះអញ្ចឹងគាត់អាចនឹងត្រូវលក់ដាច់ទៅឲ្យបុគ្គលណាម្នាក់អញ្ចឹងនេះគឺជាចម្លើយតាក់ទងជាមួយនឹងសំណួរទី1បានន័យថាបិទឬអត់គឺអាស្រ័យទៅលើឪពុកម្ដាយរបស់យើងតើគាត់នៅមានសមត្ថភាពបន្តអាជីវកម្មនឹងបានអត់បើគាត់នៅមានសមត្ថភាពគាត់អាចធ្វើជំរើសទី2ដូចតែខ្ញុំប្រាប់មិញហ្នឹងទៅចូលមកដល់សំណួរទី2គាត់សួរថាបងនិយាយបានរៀនបទពិសោធន៍ពីម៉ាក់កាលនៅក្មេងហើយយកមកអនុវត្តលើអាជីវកម្មអញ្ចឹងចាត់ទុកថាអាជីវកម្មតជំនាន់អត់ចាត់ទុកថាអាជីវកម្មតជំនាន់ទេពីព្រោះអាជីវកម្មតជំនាន់លុះតែធ្វើដូចអ្វីដែលឪពុកម្ដាយយើងធ្វើឧទាហរណ៍ថាកាលពីមុនម៉ាក់របស់ខ្ញុំគាត់លក់គ្រឿងសមុទ្រអញ្ចឹងតើតែខ្ញុំមកលក់គ្រឿងសមុទ្រហើយខ្ញុំចង់ពង្រីកវិសាលភាពទៅលើគ្រឿងសមុទ្រហ្នឹងប៉ុណ្ណាពង្រីកទៅឲ្យទៅនៅក្នុងវិស័យគ្រឿងសមុទ្រហ្នឹងអាហ្នឹងគេចាត់ទុកថាតជំនាន់នេះតែបើខ្ញុំមកបើកអសត់ស្ថានអញ្ចឹងគេលែងចាត់ទុកថាជាអាជីវកម្មតជំនាន់នេះតែគេចាត់ទុកថាជាការផ្ទេរនៅបទពិសោធន៍ចំណេះដឹងហើយនឹងគេហៅផ្នែកកំណត់ជាសហគ្រិនឬក៏ផ្នែកកំណត់ជាអ្នករស់ស៊ីមកកាន់កូនជំនាន់ក្រោយពីព្រោះថាបើសិនជាយើងអត់មានផ្នែកកំណត់ទាំងអស់នេះអាចថាយើងពិបាកក្នុងការរស់ស៊ីឲ្យវាមានស្ថិរភាពយូរអង្វែងដែរអញ្ចឹងសរុបមកវិញបើសិនជាអាជីវកម្មតជំនាន់លុះត្រាតែធ្វើដូចអាជីវកម្មដែលឪពុកម្ដាយរបស់យើងធ្វើអញ្ចឹងពេលដែលយើងមកធ្វើអាជីវកម្មមួយផ្សេងទៀតគេមិនចាត់ទុកថាជាអាជីវកម្មតជំនាន់នោះទេ